សួស្តីបងប្អូនចឹងថ្ងៃនេះយើងមករៀនមេរៀនថ្មីគឺប្រវែងចឹងក្នុងមេរៀនប្រវែងនេះដែរយើងមានចំណុច5វែងខ្លីទាបខ្ពស់ប្រៀបធៀបវាស់ប្រវែងប្រៀបធៀបប្រវែងចឹងចូលមកដល់ចំណុចទី1វែងខ្លីចឹងយើងមានសត្វក្រពើមានប្រវែងវែងចឹងបងប្អូនដឹងហើយសត្វក្រពើវាមានប្រវែងវែងវាធំតែយើងមកមើលសត្វអណ្ដើកវិញវាមានខ្លួនតូចហើយប្រវែងវាខ្លីអញ្ចឹងបើយើងចង់ប្រៀបធៀបសត្វក្រពើជាមួយនឹងសត្វអណ្ដើកយើងឃើញថាអណ្ដើកក្រពើវែងជាងអណ្ដើកខ្លីជាងក្រពើអញ្ចឹងកាន់ន័យថាវែងជាងខ្លីជាងគឺយើងលុះត្រាតែយើងមានវត្ថុពីរប្រៀបធៀបគ្នាទើបយើងអាចដឹងថាមួយណាវែងជាងខ្លីជាងធំជាងតូចជាងឬខ្ពស់ជាងឬទាបជាងអញ្ចឹងយើងចូលចំណុចបន្ទាប់អានេះគឺទាបខ្ពស់ដូចគ្នាដែរបានបញ្យល់ខាងលើថាយើងឃើញសត្វកវែងវាមានប្រវែងខ្ពស់ហើយសត្វឆ្មាវាមានប្រវែងទាបអញ្ចឹងដូចគ្នាដែរគឺកវែងវាខ្ពស់ជាងសត្វឆ្មាហើយសត្វឆ្មាវាទាបជាងកវែងអញ្ចឹងដូចសម្រាយខាងលើហើយថាលុះត្រាតែយើងមានវត្ថុពីរប្រៀបធៀបគ្នាទើបយើងអាចដឹងថាវាខ្ពស់ជាងទាបជាងខ្លីជាងវែងជាងឬតូចជាងធំជាងអញ្ចឹងឥឡូវយើងចាប់ផ្ដើមចូលមកដល់លំហាត់អញ្ចឹងយើងមានលំហាត់ទាំងអស់6អញ្ចឹងយើងមកមើលលំហាត់ទី1តើមួយណាមានប្រវែងវែងជាងត្រឹមត្រូវទី1មកទី2យើងមានចលុប2តើចលុបមួយណាដែលមានប្រវែងខ្លីជាងចលុបទី2អញ្ចឹងមកដល់ចំណុចទី3តើខ្មាត់ដៃមួយណាមានប្រវែងខ្លីជាងអូខេទី2មកទី4តើយើងមានបញ្ចូល2តើមួយណាមានប្រវែងវែងជាងត្រឹមត្រូវគឺទី2មកលំហាត់ទី5តើនាឡិកា2នេះមួយណាមានប្រវែងវែងជាងត្រឹមត្រូវគឺទី2មកដល់យើងមានកាបូប2កាបូបដាក់បិចអញ្ចឹងតើមួយណាមានប្រវែងខ្លីជាងត្រឹមត្រូវទី2អូខេអញ្ចឹងយើងបានយល់ពីមេរៀនហើយយើងក៏បានធ្វើលំហាត់ដែរអញ្ចឹងសង្ឃឹមថាបងប្អូនយល់សម្រាប់ការមេរៀនវែងជាងខ្លីជាងខ្ពស់ទាបនិងទាបនេះអញ្ចឹងចូលមកដល់ចំណុចបន្ទាប់គឺប្រៀបធៀបអញ្ចឹងដូចគ្នាដែរមុននោះយើងប្រៀបធៀបដែរប៉ុន្តែយើងប្រៀបធៀបតែរបស់2យ៉ាងវត្ថុ2យ៉ាងទេប៉ុន្តែនេះយើងប្រៀបធៀបលើសពី2អញ្ចឹងបើយើងមានយើងមានលើសពី2 3 4 5អញ្ចឹងយើងមិនអាចនិយាយថាខ្លីជាងវែងជាងទេយើងត្រូវរើសមានថាមួយណាខ្លីបំផុតនិងមួយណាវែងបំផុតដូចជាក់ស្ដែងខ្មាត់ដៃទី1នេះវាមានប្រវែងខ្លីជាងគេបង្អស់អញ្ចឹងយើងហៅវាបានថាខ្លីបំផុតអញ្ចឹងខ្មៅដៃទី3នេះវាវែងជាងគេបំផុតក្នុងចំណោម3នេះអញ្ចឹងយើងហៅវាបានថាវែងបំផុតដូចគ្នាដែរសត្វនេះឃើញសត្វកវែងវាខ្ពស់អញ្ចឹងវាខ្ពស់ជាងគេបំផុតហើយសត្វឆ្កែវិញគឺវាមានកម្ពស់ទាបដូច្នេះយើងហៅវាថាទាបជាងគេបំផុតក្នុងចំណោមសត្វទាំង3នេះអូខេអញ្ចឹងយើងចូលមកដល់ចំណុចបន្ទាប់គឺលំហាត់អញ្ចឹងយើងមានលំហាត់4អញ្ចឹងឥឡូវលំហាត់ទី1តើបន្ទាត់ទាំង3នេះមួយណាមានប្រវែងវែងជាងគេបងប្អូនមួយណាដែរត្រឹមត្រូវគឺទី3មកលំហាត់ទី2តើខ្មាត់ដៃ3នេះមួយណាដែលមានប្រវែងខ្លីជាងគេបំផុតត្រឹមត្រូវគឺទី2មកតើយើងមានញញួរ3តើញញួរមួយណាមានប្រវែងវែងជាងគេបំផុតត្រឹមត្រូវទី2មកយើងមានហដក3នេះតើហដកមួយណាដែលមានប្រវែងខ្លីជាងគេបំផុតត្រឹមត្រូវអូខេអូពិតជាប្រកែមែនទែនអញ្ចឹងយើងធ្វើលំហាត់ហើយយើងនឹងចូលដល់ចំណុចបន្ទាប់គឺវាស់ប្រវែងអញ្ចឹងការវាស់ប្រវែងវាមាន4ប៉ុន្តែឥឡូវនេះយើងសិក្សា2យ៉ាងទីទៀតយើងបន្តមកយើងនឹងសិក្សា2ទៀតការវាស់ប្រវែងដោយប្រើចង្អាមការវាស់ប្រវែងដោយការប្រើព្យាមអញ្ចឹងការវាស់ប្រវែងដោយការប្រើចង្អាមអញ្ចឹងបងអូនយកដោយរូបខាងនេះយើងបងឃើញម្រាមដៃមេជាមួយនឹងម្រាមដៃកូនអញ្ចឹងបងអូនយកម្រាមដៃមេរបស់បងអូនដាក់
ទៅលើចំណុចមួយហើយដាក់ចុងម្រាមដៃកូនរបស់បងអូនទៅលើចំណុចមួយទៀតអញ្ចឹងបងប្អូនអនុវត្តទាំងអស់គ្នាដើម្បីឲ្យយើងបានច្បាស់ពីមេរៀនអញ្ចឹងបងប្អូនលើកដៃហើយដាក់មេដៃនៅខាងចុងម្ខាងហើយកូនដៃនៅខាងចុងម្ខាងអញ្ចឹងយើងវាស់ពីមេដៃរហូតដល់ចុងម្រាមនៃកូនដៃយើងហៅបានថាមួយចង្អាមអញ្ចឹងចាស់ស្ដែងដោយរូបក្មេងប្រុសនេះឃើញគាត់វាស់ប៉ុណ្នេះមួយចង្អាមអញ្ចឹងប៉ុណ្នេះមួយទៀតមួយចង្អាមទៀតមួយចង្អាមទៀតអញ្ចឹងគាត់ទាំងអស់មាន6ចង្អាមបាទអញ្ចឹងចូលមកដល់ការវាស់ប្រវែងដោយប្រើព្យាង្គអញ្ចឹងដល់បងប្អូនចាប់ផ្ដើមការវាស់ប្រវែងដោយប្រើព្យាង្គនេះគឺយើងលាតសន្ធឹងដៃទាំងសងខាងដៃឆ្វេងនិងដៃស្ដាំឲ្យអស់ហើយយើងវាស់ពីចុងម្ខាងនៃដៃឆ្វេងទៅដល់ចុងម្ខាងនៃដៃស្ដាំប៉ុណ្ណោះហើយយើងហៅថាមួយព្យាង្គរបស់យើងអញ្ចឹងការវាស់បែបនេះគឺវាមានប្រវែងខុសៗគ្នាមនុស្សអាចនិយាយបានថាបើបងប្អូននៅទូចប្រវែងដៃរបស់បងប្អូនក៏ខ្លីម៉ាក់ប៉ាបងប្អូនគាត់ជាមនុស្សចាស់មនុស្សធំពេញវ័យអញ្ចឹងប្រវែងរបស់ប្រវែងព្យាង្គរបស់ពួកគាត់ក៏ខុសគ្នាដែរអញ្ចឹងចាប់ផ្ដើមពីចុងម្ខាងនេះមកដល់ចុងម្ខាងនេះមកដល់ចុងម្ខាងនេះយើងហៅបានថាមួយព្យាង្គអូខេអញ្ចឹងយើងចូលមកដល់ចំណុចបន្ទាប់គឺការវាស់ដោយប្រើបន្ទាត់ក្រិតនិងការវាស់ដោយប្រើជំហានអញ្ចឹងយើងឃើញការវាស់ដោយប្រើបន្ទាត់ក្រិតអញ្ចឹងបងប្អូនធម្មតាអូនទៅរៀនមានបន្ទាត់ម្នាក់មួយមែនអត់អញ្ចឹងស្រួលទេអញ្ចឹងយកបន្ទាត់យកមកយើងឃើញថាបន្ទាត់អានេះបន្ទាត់ឃើញយើងឃើញបងប្អូនឃើញវាមានក្រិតអត់អញ្ចឹងហើយអានេះវាមានក្រិតស្រាប់អញ្ចឹងប្រវែងក្រិតនៅលើបន្ទាត់នេះគឺជាការវាស់ដែលត្រឹមត្រូវដោយសារតែក្រិតនៅលើបន្ទាត់អត់មានការលៀងឬក៏ខុសគ្នាទេវាខុសពីការវាស់ជំហានឬវាស់ព្យាង្គនិងវាស់ដោយចង្អាមព្រោះបន្ទាត់ក្រិតគឺគេបានក្រិតហើយមួយក្រិតគឺស្មើនឹងប៉ុនគ្នាប៉ុន្តែចង្អាមជំហាននិងព្យាង្គគឺមិនប៉ុនគ្នាទេវាអាស្រ័យទៅដោយមនុស្សទំហំមនុស្សនិងវ័យរបស់មនុស្សដែរអញ្ចឹងយើងឃើញថាពី0មកដល់1យើងបាន1ក្រិត1មកដល់2យើងបាន2ក្រិត2មកដល់3យើងបាន3ក្រិតអញ្ចឹងបងប្អូនអាចយកចុងម្ខាងចាប់ពីលេខ0គឺបងប្អូនវាស់ចំណុចដំបូងគឺចេញពីលេខ0អញ្ចឹងបើបងប្អូនវាស់បានមកដល់លេខ4អញ្ចឹងមានន័យថាវាមាន4ក្រិតសម្រាប់ការវាស់ដោយប្រើជំហានអញ្ចឹងបងប្អូនបោះជំហានមួយជំហានបងប្អូនអស់ឲ្យទៅអញ្ចឹងអានោះគឺមួយជំហានរបស់បងប្អូនហើយអញ្ចឹងដូចថាជំហានខុសគ្នាណាយើងមានជំហានមនុស្សយើងមានជំហានខុសគ្នាអញ្ចឹងអូននៅតូចកូននៅតូចកូននឹងឃើញថាជំហានរបស់ខ្លួនឯងតូចតែសម្រាប់ម៉ាក់ប៉ាបងប្អូនដែលគាត់ធំជាមនុស្សចាស់ពេញវ័យហើយជំហានរបស់គាត់ក៏ខុសពីបងប្អូនដែរអូខេអញ្ចឹងយើងចាប់ផ្ដើមចូលចំណុចបន្ទាប់ប្រៀបធៀបប្រវែងអញ្ចឹងយើងឃើញថាអញ្ចឹងឥឡូវយើងមើលដៃនេះតើបងប្អូនចាំបានថាមុនហ្នឹងយើងរៀនមេរៀនដោយមានការវាស់ប្រវែងដោយ4ត្រូវអត់មាន4វិធីអញ្ចឹងតើការវាស់បែបនេះយើងហៅថាវាស់ដោយប្រើវិធីណាបងប្អូនណាឆ្លើយបានអូខេគឺការវាស់ដោយប្រើចង្អាមអូខេអញ្ចឹងយើងឃើញ1ចង្អាម2ចង្អាម3ចង្អាមអញ្ចឹងខ្វិតនេះមានប្រវែង3ចង្អាមចុះខ្មៅដៃនេះវិញ1 2 3 4 5 6អញ្ចឹងខ្មៅដៃនេះមានប្រវែង6ចង្អាមនេះគ្រាន់តែជាឧទាហរណ៍ទេឲ្យបងប្អូនយល់ថាការយើងយកអ្វីមួយយកមកវាស់ដោយប្រើចង្អាមគឺយើងធ្វើបែបនេះអញ្ចឹងឥឡូវយើងក្រឡេកមកមើលរូបខាងនេះវិញយើងវាស់ដោយប្រើអីអានេះកន្លែងនេះយើងវាស់ដោយសារយើងប្រើអីទៅអូខេត្រឹមត្រូវគឺយើងវាស់ដោយការប្រើបន្ទាត់ក្រិត
Chẳng chẳng khơi nhưng bên khoai tí mùi khơi cầm bùa cô vắt bán trấm mà rồi lơ vì mà rồi tại sao ta nơi không đi ọt miền mình chạy lên chẳng dưng đừng mơ tam đi chẳng đọc bê khmê ní quạt ban mà rồi mán mà rồi sàm ok mà đọc khmê tí buôn quạt ban mà đọc khmê tí buôn cứ quạt bán cầm bùa quát mùi rồi hà ok chẳng khơi ca vua cứ mình lại cái này không khóc nè bệnh trẻ tôi quên đá bồn phốn tôi chăm thà ca vua đời pra bẩn tuột rất cứ chỉ ca vua đại miên lại cái này tâm trâu bụng phật đời xa ta bẩn chùm luôn cất này bẩn tốt cứ miên lại cái này phân phân khía tam song đá rồi bỏ bẩn tuột ai ca bẩn ca pra ở ca vua đời ca pra chẳng am chiếm nâng chùm hiến cứ mình đôi kia tề vì ở sai tên lớn tụm hôm vây nhưng bảo vay rồi bỏ mình đủ dừng